សីមាបង្ហាញលក្ខណៈបច្ចេកទេសរវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យកាលសង្គ្រាមអតីតកាលឯកឧត្តមហេងរតនាអគ្គនាយកសីមាបានឲ្យដឹងនៅរសៀលថ្ងៃទី29 ខែកញ្ញានេះថាកន្លងមកមានអ្នកស្នើសុំឯកឧត្តមឲ្យជួយបកស្រាយដោយចោទជាសំណួរថាធ្វើយ៉ាងម៉េចទើបដឹងថាគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុននិងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះបើតាមចម្លើយខ្លីរបស់ឯកឧត្តមបើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាក់ជាច្រើនដែលខ្ញុំសូមមិនធ្វើការបកស្រាយលម្អិតក្នុងវេទិកានេះទេនឹងសូមបើកយកចំណុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថាគ្រាប់បែកទម្លាក់ពីយន្តហោះក្តីឬគ្រាប់កាំភ្លើងធំក្តីសុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិតឬប្រទេសឬក្រុមហ៊ុនផលិតបន្ថែមពីនេះសម្រាប់កម្ពុជារាជរដ្ឋាភិបាលបានពង្រឹងអង្គភាពសីមាក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីយន្តហោះដូចជាកាលបរិច្ឆេទប្រភេទយន្តហោះនិងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេសគ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមពីអតីតកាលឡើយ